Hello ទាំងអស់គ្នាថ្ងៃនេះមានមុខម្ហូបថ្មីមកទៀតហើយគឺធ្វើមាន់ដុតម្ដងថ្ងៃនេះខ្ញុំបានលាងមាន់ហើយនឹងសម្អាតវារួចហើយកាប់វាឲ្យស្អាតរួចយើងយកមកដាក់គ្រឿងធម្មតាមានដូចជាស្ករសប៊ីចេងប្រេងខ្យងម្សៅស៊ុបរួចយើងច្របល់គ្រឿងទាំងអស់ហ្នឹងដើម្បីឲ្យចូលជាតិជាមួយនឹងមាន់ពេលដែលយើងច្របល់ហ្នឹងគឺយើងធ្វើការច្របាច់វាតិចទៀតដើម្បីឲ្យវាឆាប់ចូលជាតិហើយខ្ញុំបានបន្ថែមជាមួយនឹងប្រេងម្ទេសដើម្បីយកពណ៌វាបន្ទាប់ពីយើងច្របល់វាឲ្យសព្វហើយយើងក៏យកគម្របដើម្បីគ្របវាហើយទុកវាចោលរយៈពេល15នាទីអំឡុងពេលដែលយើងកំពុងតែចាំមាន់យើងចូលជាតិយើងមកធ្វើបន្លែរបស់យើងបន្លែខ្ញុំថ្ងៃនេះខ្ញុំមានត្រយងចេកហើយជាមួយនឹងកូនស្ពៃបូកូតូចៗសម្រាប់ខ្ញុំឲ្យតែដុតមាន់គឺខ្ញុំអត់ដែរដាក់តែមាន់ទេគឺខ្ញុំត្រូវតែមានបន្លែដើម្បីកុំឲ្យវាថាប់តលន់ណាមួយបន្លែទាំងអស់នេះត្រូវតែមានរសជាតិឆ្ងាញ់ហើយខ្ញុំក៏បានមកធ្វើគ្រឿងកាត់ឆ្អាបមានជារំដេងហើយនឹងគល់គ្រៃដើម្បីយកទៅក្រាលដុតមាន់ថែមទាំងមានខ្ទឹមបារាំងមួយផ្លែដើម្បីក្រាលពីក្រោមតោះមកយើងចំអិនហើយដំបូងខ្ញុំដាក់ខ្ទឹមបារាំងនៅពីក្រោមបន្ទាប់មកខ្ញុំបានយកគល់គ្រៃយកមកដាក់ពីលើហើយរួមទាំងមានរំដេងហើយនិងស្លឹកក្រូចសើចដើម្បីក្រាលវាដាក់មាន់ពីលើហើយខ្ញុំក៏បានបន្ថែមប្រេងម្ទេសពីលើបន្ថែមដើម្បីកុំឲ្យវាស្ងួតយើងដុតទុកវាចោលរយៈពេល25នាទីយើងដាក់មាន់យើងទុកចោលទៅរួចយើងមកធ្វើទឹកត្រីបុកយកហើយយើងវិញតែក៏មើលផ្ទះបាយចាគឺថាអត់បានលាងចានទេគឺនៅគោឲ្យពេញនឹងតែម្ដងតែកុំខ្វល់ពីផ្ទះបាយធ្វើឲ្យចម្រៀងដំបូងគាត់ថាចង់យកខ្ទឹមយកទៅកិនតែគាត់ចុះគាត់ឡើងសម្រាប់ថាយកមកបុកវិញព្រោះបុកមានរសជាតិឆ្ងាញ់ជាងអ្នកធ្វើអេនអនប៉ុណ្ណឹងហើយបើមិនឆ្ងាញ់ទៀតចាប់តែម្ដងពេលបុកគឺខ្ញុំបានលួចស្ករបន្តិចដើម្បីកុំឲ្យវាខ្ទាតតែឥឡូវមកលាយគ្រឿងយើងវិញដំបូងគឺខ្ញុំដាក់ប៊ីចេងរួចច្របាច់ក្រូចឆ្មាចំនួន2ផ្លែហើយបន្ទាប់មកយើងធ្វើការកូរប៊ីចេងនិងក្រូចឆ្មាហ្នឹងដើម្បីឲ្យវាឡើងសសិនទឹកជ្រលក់នេះគឺមានរសជាតិឆ្ងាញ់ណាស់សូម្បីយកទៅញ៉ាំជាមួយបកាឆៅក៏មានរសជាតិឆ្ងាញ់ដែរតែនេះជូនតែម្ដងបន្ទាប់ពីកូរវាឡើងសហើយគឺយើងដាក់ម្ទេសខ្ទឹមដែលយើងបានបុកមិញមករួចបន្ថែមទឹកដោះគោឆៅចំនួន2ស្លាបព្រាទឹកត្រីចំនួន4ស្លាបព្រាបាយបន្ទាប់មកគឺខ្ញុំបានដាក់ជាមួយនឹងស្ករសចំនួន1ស្លាបព្រាបន្តិចពួកពេលដែលយើងបុកខ្ទឹមជាមួយនឹងម្ទេសគឺយើងបានដាក់ស្ករចំនួន1ស្លាបព្រារួចហើយអញ្ចឹងស្ករទាំងអស់គឺចំនួន2ស្លាបព្រារូបមន្តនេះគឺធានាថាឆ្ងាញ់មានប៊ីចេងកន្លះស្លាបព្រាបាយស្ករសចំនួន2ស្លាបព្រាបាយទឹកត្រីចំនួន4ស្លាបព្រាបាយក្រូចឆ្មាចំនួន2ផ្លែហើយនិងទឹកដោះគោខាប់ចំនួន2ស្លាបព្រាបាយសម្រាប់មាន់នេះវិញគឺខ្ញុំបានបើកគំនិតដើម្បីថែមទឹកដោះគោស្រស់បន្តិចកលេសមកមើលបន្លែរបស់យើងគឺខ្ញុំបានប្រឡាក់ជាមួយនឹងម្សៅស៊ុបចំនួន1ស្លាបព្រាដើម្បីកុំឲ្យវាសាបពេកឲ្យវាមានជាតិខ្លាញ់ចឹងណាបន្ទាប់មកយើងច្របល់វាហើយយើងទុកវាចោលមួយសន្ទុះសិនទៅដើម្បីឲ្យម្សៅស៊ុបហ្នឹងចូលជាតិជាមួយនឹងបន្លែរបស់យើងឲ្យវាមានជាតិចឹងណាតើកំឡុងពេលយើងពងរងចាំមកមើលកូនកូនខ្ញុំម្ដងគឺអត់ចេះឲ្យខ្ញុំស្ងាត់យ៉ាងម៉េចទេបើមិនមកហួងចិត្តយើងទេហៅម៉ាក់ទៀននេះទៀននោះគឺគ្រប់មកតែម្ដងមិនឲ្យយើងទំនេរបានសោះហ្មងចាំមកមើលមាន់យើងវិញឥឡូវមាន់យើងបានឆ្អិនហើយអញ្ចឹងខ្ញុំយកវាទុកមួយឡែកសិនបន្ទាប់មកយើងចាំធ្វើការដុតជាមួយនឹងបន្លែនិយាយថាក្លិនវិញគូឈ្ងុយមែនទែនផ្ទះយើងដុតមាន់មិញហ្នឹងគឺមិនលាងណាបងប្អូនគឺយើងយកបន្លែយកមករៀបពីលើវាអញ្ចឹងមកតោះពេលយើងរៀបវាដាក់ចូលខ្ទះហើយយើងធ្វើការចាក់ជាមួយទឹកដោះគោស្រស់ដុតជាមួយហើយយើងធ្វើការទុកវាចោលរយៈពេល10នាទីទៅគឺឆ្អិនតែម្ដងបន្ទាប់ពីទុកវាចោលរយៈពេល10នាទីនេះណែចាគឺវាបានពុះហើយក៏វាឆ្អិនដែរតែសម្រាប់កូនស្ពៃបកគោគឺវាឆាប់ឆ្អិនមុនត្រយងចេកអញ្ចឹងយើងលើកវាទុកមួយឡែកសិនយើងដុតត្រយងចេកបន្តទៀតទុកវាចោលប្រហែលរយៈពេល3នាទីទៀតទៅគឺអូខេហើយចានេះគឺជារីសារបស់យើងអូយគឺតំណងខ្លាំងមែនតើតែយើងធ្វើមកហូបមួយថ្ងៃចឹងដល់បរិយាកាសមកមើលកូនខ្ញុំម្ដង